ថ្ងៃនេះវាយ៉ាងមិនដែរយមរាជនៅក្នុងជីវិតយើងរាល់ថ្ងៃនេះដែលយើងមិនដែលបានគិតណាវាមានស្អីដែលយមរាជដែលចង់និយាយពីសប្ងៃនេះទេប៉ុន្តែដើម្បីនឹងនិយាយសប្ងៃនេះវាទាល់តែដេញដោលថាពីមុនមកវាមានស្អីខ្លះបានជាវាមានមកដល់សប្ថ្ងៃនេះណាដូច្នេះទៅដូចជាអ្នកពន្ធមិញហ្នឹងគឺតែចង់និយាយមែនតើចង់និយាយរឿងថ្ងៃនេះទេចង់រឿងនិយាយបច្ចុប្បន្ននេះទេកាលនរៈជានេះប៉ុន្តែវាដេញដោលទៅក្នុងប្រវត្តិសាស្ត្រខ្លះដើម្បីនឹងយល់អាសប្ថ្ងៃនេះខ្ញុំដាក់ថាទេពដែលវិចិត្រមនុស្សជាងគេហ្នឹងព្រោះវាយើងនឹងឃើញថាវាចិត្តជាងគេដែលហៅថាទេពហ្នឹងគឺថាទេពកន្លែងនេះមិនចាំបាច់ថាខ្ពង់ខ្ពស់អីទេណាក្រៅពីមនុស្សណាសឹងថាអមនុស្សក៏ទៅបានដែរណាទេពnên rút nên cao đà là vì môn nó vì môn nó nâng có thống nó cứ thà lần này kia sầm áp kia ấy tới dương khơi nhà bộ on sa nó còn nâng cao đây nâng có thông đây nhà mình nuốt từ bon son từ ấy nó cứ thà sặc với một chu với ấy chú nơi cái đà viên nó nơi cái lạnh cái hơi thà liên sẽ lại cầm lông á rồi tới bật tệ bật tạ hay na môi đầy cho thmo về bạ vậy ní bà hoa nơi từng ngõ thế còn ta trồng mà riêng nó vợ bạch vậy tới việc đôi mà được cắt lùng nhưng nè sọc hái sẽ đặt cầm lùng rồi dương người miền rương sẽ đặt cầm lùng nó dừng đại dừng đăng là dùng mà riêng ní dừng đăng đời xa nè xài chiêu thế bởi sân vọt miền nè xài chiêu nó dương tha tam cái nế ta sẽ đặt cầm lùng nó thế rồi mưa tới vừa xong mọi ta sẽ đặt cầm lùng chẳng men việc ắt chạp ắt priệp ấy bên nhà nông tư hay đầy cả bột ấy chẳng nè dùng mà riêng nông miền chả na chấm lạ rương dùng mà riêng nhóc phần thay chấm lạ chia pin chẳng là món và miền thành tuổi chứ phần để chấm lạ nơi tam chia tiếng thmo nó chả hơn trường cả dùng mà riêng cứ chỉ cả bầy nhá tiếp niệm môi này prum man sa na việc tiếp vào nắng tay từ miền dùng ni ông mà tập rèn sâu nắng lúc chi nè cô nó chỉ muốn nôn tì ông mà tập rèn nề nó lúc cùng lực cột rèn nè prum nó lừa hòn này chẳng thế nè dùng mà riết nắng lúc cùng là lừa cả bay chia cái đường sầm quál nó dùng mà riết nắng tay để căn tập bồn complex nhá giờរដ្ឋមន្ត្រីក្រសួងវប្បធម៌រហូតមកដល់ពេលក្រោយមកហ្នឹងនៅតែមានងារថាអង្គញាយមរាជហើយបើយើងទៅមុខវាំងកន្លែងក្រសួងយុទ្ធធម៌សម័យមុនណាបើគិតទៅនៅមុខពហិបកៅមរកតព្រះកន្លែងទេសចរគេមើលនៅទល់មុខណានៅតែមានរូបយមរាជគេដាក់សាលាយុទ្ធធម៌ហើយរដ្ឋមន្ត្រីក្រសួងវប្បធម៌គេហៅថាអង្គញាយមរាជពុកកាត់ក្តីចឹងហើយបានយមរាជកាន់ដបងว่าអនាខុសវាត្រូវដបងនោះហ្នឹងហើយមរាជយមនេះពាក្យសង្ស្ក្រឹតយមនេះយ៉ាម៉ាបើនិយាយពីកិរិយារវិញកិរិយាសព្ទណាប្រែថាបង្ខំគឺថាហើយនៃខ្មែរបុរាណថានិយមពាក្យនឹងសង្ស្ក្រឹតទេតាមពិតប៉ុនខ្មែរបុរាណប្រើដូចយើងថានិយមមិនមែនមានន័យដូចយើងសប្ងៃទេយើងឥឡូវន័យខ្សោយណាស់និយមនោះគឺថាគេហៅថាព្រះនិយមគឺព្រះបញ្ជារបស់ព្រះរាជាលោកដាក់កម្រិតថាអញ្ចេះចុះអីហ្នឹងយកមកចាគេហៅថាព្រះនិយមដល់នៃសប្ងៃយើងសប្ងៃវាខ្សោយនិយមគឺគ្រាន់តែន័យថាធ្វើតាមគ្នាណាយើងនេះឥឡូវគេនិយមអញ្ចេះណាគេនិយមម៉ូតកោអាវឧទាហរណ៍ណាកាលសម័យពុកខ្ញុំម្ដាយខ្ញុំគេនិយមអញ្ចេះដល់សម័យឥឡូវគេនិយមអញ្ចេះណាសម័យលន់ណុលគេនិយមខោគេហៅជើងតម្រៃនោះ
សម័យឥឡូវនេះខោវិត្រឡប់ទៅរកអាជើងកំប៉ុងវិញហើយណានិយមប៉ុន្តែនិយមពិតប្រកបនោះគឺមិនមែនគ្រាន់តែការតាមគ្នាទេគឺបញ្ជាមកត្រូវធ្វើអញ្ចឹងម្ល៉េះហើយព្រះដែលមាននាមថាព្រះយមនេះគឺថាកាចណាជាព្រះកាចនេះហើយព្រះអង្គនឹងមានដូចថាលក្ខណៈអីដែលវាពីរណាវាមិនដាច់បើសិនតែយើងមើលរូបនេះអត់មានកៅអៅទេណាអត់មានសម្ភារបំពាក់ទេណាបើយើងទៅមើលចិត្តណាទៅមើលចិត្តអត់ដឹងតែប្រុសស្រីទៀតណាយើងមើលដឹងតែប្រុសមែនតើណាកាន់ដំបងកាន់អីទៅប្រុសណាប៉ុន្តែវាមានចេះដែរពុកមាត់ហើយបើយើងមើលចិត្តមែនតើមានចិញ្ចកោមបន្តិចខ្មែរបុរាណហ្នឹងគឺថាធ្វើឲ្យដឹងថាមិនមែនមនុស្សហើយកាចមានចកោមបន្តិចស្ដើងបើយើងទៅមើលចិត្តហើយរូបនឹងល្អណាស់ល្អណាស់ណែដូចថាវាសមសួនណាជើងដៃអីប៉ុន្តែសូមចាំតាព្រះយមរាជគឺថាវាមានអីដែលមិនច្បាស់ទេវាពីរណានេះសារមន្ទីរបាត់ដំបងនេះអានេះនៅភ្នំពេញសម័យបុរាណគឺយមរាជដូចឥណ្ឌាអញ្ចឹងតាមឥណ្ឌាសុទ្ធកាលបុរាណមែនទែនគឺថានៅទិសខាងត្បូងមិនអាចដាក់យមរាជនៅណានៅតាមប្រាសាទមួយហ្នឹងបើថាឆ្លាក់នៅលើផ្ដែលើហៅជាងអីហ្នឹងគឺតាប៉ៃខាងត្បូងនេះដែលបែរមករកខាងត្បូងព្រោះអីក្នុងជំនឿហ្នឹងកណាយើងទាំងអស់គ្នានេះស្លាប់ទៅយើងនឹងមិនទៅជួបយមរាជមុនគេប៉ុន្តែក្នុងរឿងឥណ្ឌានោះវែងឆ្ងាយ40ទៅប្រហែលថ្ងៃណាប៉ុន្តែថាទៅខាងត្បូងទិសរបស់លោកនៅខាងត្បូងទៅបានវាមានអ្នកកាន់ជីកាន់អីដឹងថាយើងនោះវាធ្វើខុសស្អីអាមិនបញ្ជូនទៅណាទៅណីទៅទៀតប៉ុន្តែមុនដំបូងនោះទៅជួបយមរាជសិនម្ល៉េះហើយបើសិនតែយើងជឿយើងអាចកិច្ចព្រះអីទៀតបានទេវទៀតបានប៉ុន្តែយមរាជកិច្ចអត់ផុតទេហេតុដូច្នេះហើយបានខ្ញុំដាក់ចំណងជើងថាទេពដែលចិត្តមនុស្សជាងគេកិច្ចអត់ផុតទេអានេះបើយើងជឿណាយើងទាំងអស់គ្នាហ្នឹងទៅជួបព្រះអង្គសិនម្ល៉េះហើយបើអស់លោកជឿប្រុងប្រៀបរកចម្លើយឆ្លើយឲ្យហើយហ្នឹងឯលោកថាម៉េចយើងឆ្លើយយកឲ្យបានកំហុសដែលយើងធ្វើនៅជាតិនេះវាធំអន់បន្តិចមកទិសលោកនៅខាងត្បូងម្ល៉េះហើយបានជាស្អីនៅខាងត្បូងទាំងអស់អមមកថានៅភ្នំបខែងកន្លែងនេះគឺដែលបែរមកខាងត្បូងនៅលើគេនៅលើភ្នំបខែងណាប៉ុន្តែវានេះយើងឃើញសត្វកបីអីនៅមើលទៅវាអត់ច្បាស់ទេព្រោះវាបាក់បែកអស់ហើយណាភ្នំបខែងនៅខាងត្បូងហកនៅមេបុនខាងកើតបែងខ្លួនណាចេះជិះកបីយមរាជជិះកបីមេបុនខាងកើតមួយទៀតប្រាសាទមានតួក្តីច្រើនណាប៉ុន្តែនៅខាងដែលបែរមកត្បូងទាំងអស់គាត់តែមេបុនខាងកើតហ្នឹងវាយមរាជពីរខុសគ្នាបែរខាងត្បូងទាំងអស់នេះមួយនេះនៅប្រែរូបណាមក10អ្នកណាមក10ប្រភពនេះហើយកបីកន្លែងនេះក្បាល3ជួនកាលកបីនឹងក្បាល3អីចឹងទៅណាដូចប្រអិនហ្នឹងជួនកាលតម្រៃនឹងក្បាល1ជួនកាលតម្រៃនឹងក្បាល3ចឹងទៅតម្រៃជាយានជំនិះនៃណែប្រអិនកបីយមរាជប្រទាយស្រីនេះសារអុកក្រិតជនណាដែលវាចង់បានលុយវាមកបំផ្លាញមរតកអីណែដូនតាអញ្ចឹងណាជួនកាលជាស្អីតូចមួយទេនេះក្បាល3ដែរណាហើយកាន់ដបងនេះsẽកាន់ដបងពួកសញ្ញាកាត់ទូងកាត់ក្តីណានេះនៅអង្គរវត្តកាន់ដបងជាលេខមកនេះខ្ញុំមើលលេខមិនឃើញទេណានេះនៅណាទេក៏យមរាជដែរប៉ុន្តែបាត់ស្អីនៅពីក្រាបបឹងមលាណា
យមរាជហ្នឹងដាក់រូបច្រើនគាត់ចង់បង្ហាញថាមានច្រើនណាតាមពិតប៉ុន្តែយើងជួនកាលយើងមិនដឹងជួនកាលយើងមិនចាប់អារម្មណ៍ណាបើនៅអង្គរវត្តវិញនៅក្នុងនេះច្បាស់ជាមានអ្នកស្គាល់អង្គរវត្តច្រើនហើយគឺមិនអត់ទេផ្ទាំងអញ្ចឹងមួយទាំងមូលនេះអង្គរវត្តវាមិនធំអញ្ចឹងទាំងជាងកន្លែងនេះមួយទាំងមូលហ្នឹងនិយាយពីឋាននរកហើយឋានសួគ៌ហើយមានរូបហើយនៅចំកដាលហ្នឹងយមរាជព្រោះអីយមរាជជាអ្នកចែកផ្លូវឲ្យយើងទៅជួបលោកទៅបានដឹងអាណាត្រូវទៅណានៅទៅណាមុនដំបូងយើងមិនទាន់ដឹងទេពេលដែលយើងស្លាប់ទៅជួបនឹងយមរាជនឹងសិនណាព្រះអង្គណានៅកដាលនេះអាហ្នឹងគឺចម្លាក់ទាំងអស់អានេះនៅលើផ្ទាំងចាំងមួយហើយយើងឃើញខាងត្បូងនេះឃើញណាអង្គរវត្តមិនបែរតលិចមើលនេះបែរតលិចអញ្ចឹងហើយកើតនៅនេះត្បូងណានេះឃើញណានៅត្បូងអញ្ចឹង